ហើយឡើយសួរអ្នកគ្នាឡើយនឹងយើងមកបន្តសាច់រឿងស៊ុំប៊ីដែលជាភាគ12របស់យើងហើយបើសិនជាអ្នកនរគ្នាចូលចិត្តមកកាន់វីដេអូហ្នឹងក៏ click comment រូបបេះដូងឲ្យខ្ញុំនឹងគឺបានដឹងផងនៅពេលដែលមានជនគឺបានជួយសង្គ្រោះទៅកាន់លោកពូហើយនោះពូគាត់ពិតជាអរគុណមានជនខ្លាំងមែនតើដែលមានជនហ្នឹងគឺជួយសង្គ្រោះមកកាន់គាត់ពេលហ្នឹងគឺគាត់គិតថាប្រហែលជាគាត់គឺមិនអាចចាក់ចេញពីកន្លែងហ្នឹងបាននោះទេប្រហែលជាគាត់គឺបានស្លាប់នៅកន្លែងហ្នឹងហើយតែគាត់ពិតជាអរគុណខ្លាំងមែនតើដែលមានជនគឺបានជួយសង្គ្រោះមកកាន់គាត់នោះពេលដែលហាក់ចូលគឺបានឃើញលោកពូគឺអរគុណទៅកាន់មានជនដោយអោនគោរពបែបនេះគាត់ក៏បន្ថយនឹងការប្រុងប្រយ័ត្នបន្តិចបន្តួចដែរតែគាត់នៅសង្ស័យលោកពូម្នាក់នឹងដដែលមិនមែនថាគាត់គឺបន្ថយការប្រុងប្រយ័ត្នហើយគាត់ទុកចិត្តលោកពូនឹងនោះទេគាត់នៅតែសង្ស័យបន្តិចបន្តួចពេលដែលលោកពូគឺបានអរគុណទៅកាន់មានជនហើយនោះគាត់ក៏បានបបួលមានជននឹងគឺទៅញ៉ាំអាហារព្រោះតែផ្ទះរបស់គាត់ហើយនឹងកន្លែងលក់អាហារហ្នឹងគឺវានៅជិតគ្នាគាត់មកទីហ្នឹងដើម្បីរកសិក្ខានក្រាស់តែប៉ុណ្ណោះដោយសារតែគាត់គឺមិនមានសិក្ខានក្រាស់ច្រើននោះទេពេលដែលយ៉ាងណាគឺនាងបានលឺដូច្នេះនាងក៏បានសួរលោកពូថាចុះផ្ទះលោកពូហ្នឹងគឺមានអគ្គិសនីហ្នឹងប្រើប្រាស់ដែរឬទេខ្ញុំភ្លេចប្រាប់អ្នកនរគ្នាលោកពូហ្នឹងគឺគាត់មានឈ្មោះថាចេហ៊ុនលោកពូក៏បានឆ្លើយតបទៅកាន់យេណាវិញថាគឺគាត់មិនខ្វះអគ្គិសនីប្រើនោះទេដោយសារតែគាត់គឺមានផ្ទាំងសិលាពេលដែលលោកពូហើយនឹងយេណាកំពុងតែនិយាយគ្នានោះអជុលគាត់ក៏បានស្រែកប្រាប់អ្នកទាំងអស់គ្នាថាវាពិតជាអស្ចារ្យខ្លាំងមែនទែនដែលនៅក្នុងរមណីយដ្ឋានដ៏ទូចមួយបែរជាមានអាហារច្រើនបែបនេះខ្ញុំគិតថាអាហារទាំងអស់នេះនឹងអាចធ្វើឲ្យពួកយើងទាំងអស់គ្នានឹងគឺអាចរស់នៅបានច្រើនថ្ងៃទៀតពេលដែលហាក់ជុលគឺបាននិយាយហើយនោះលោកពូក៏បាននិយាយទាំងទឹកមុខស្ងប់ស្ងាត់ថាតាមការពិតទៅគាត់គឺមិនសូវចង់បានអាហារអីនោះទេតែគាត់ចេញមកទីនេះដើម្បីរកកូនស្រីរបស់គាត់តែប៉ុណ្ណោះពេលដែលលោកពូគឺបាននិយាយហើយនោះគាត់ក៏បានសួរមានជនថាតើពួកគេទាំងអស់គ្នាគឺចង់ទៅកន្លែងណាដែរពេលដែលមុនជនគឺបានលើថាលោកពូគឺនិយាយមកកាន់គាត់ដោយពាក្យសមរម្យដូច្នេះមានជនគឺបានគិតថាប្រហែលជាលោកពូនឹងគឺជាមនុស្សល្អហើយមកទៅហើយនៅពេលហ្នឹងយេណាគឺបានសួរលោកពូថាតើលោកពូគឺបានដឹងទេថាគេបុកគឺត្រូវបានបិទទេពីព្រោះតែពួកគេទាំងអស់គ្នាគឺចង់ទៅកន្លែងហ្នឹងតែលោកពូគឺបានលើដូច្នេះគាត់ក៏បានឆ្លើយតបយ៉ាងលឿនវិញថាវាពិតជាមានគ្រោះថ្នាក់ខ្លាំងមែនទែនវាគឺគ្មានកន្លែងណាសុវត្ថិភាពនោះទេយេណាគឺបន្តនិយាយទៀតថាអញ្ចឹងលោកពូគឺបន្តរកកូនស្រីរបស់លោកពូឃើញទេមែនទេព្រោះតែការនិយាយរបស់លោកពូនឹងគឺនាងគឺគិតថាប្រហែលជាលោកពូនឹងគឺមិនទាន់រកឃើញនោះទេពូគាត់ក៏បានឆ្លើយទាំងទឹកមុខស្ងោស្ងាត់ទៅកាន់យេណាវិញថាគឺគាត់មិនទាន់រកកូនស្រីរបស់គាត់ឃើញនោះទេពីព្រោះតែការផ្ទុះលើកចុងក្រោយនៅក្នុងថ្ងៃហ្នឹងគឺគាត់បានបាត់ការទំនាក់ទំនងជាមួយនឹងកូនស្រីគាត់បាត់ទៅហើយគាត់ពិតជាខូចចិត្តខ្លាំងមែនទែនដែលគាត់គឺបានទុកប្រពន្ធហើយនឹងកូនប្រុសរបស់គាត់នឹងគឺនៅផ្ទះហើយគាត់វិញទៅរកកូនស្រីរបស់គាត់នឹងតាមឡានផ្សេងហើយវាពិតជាអាក្រក់ខ្លាំងមែនទែនដែលគាត់គឺជាប់នៅកន្លែងហ្នឹងប៊ីនឹងស្លាប់ទៅហើយគុំតែបានពួកគេទាំង3នាក់មកជួយនោះទេពេលដែលយេណាគឺបានឃើញថាលោកពូនិយាយដោយទឹកមុខស្ងោស្ងាត់បែបនេះក៏បាននិយាយលើកទឹកចិត្តទៅកាន់លោកពូថាសង្ឃឹមថាលោកពូនឹងរកកូនស្រីរបស់គាត់នឹងគឺបានឃើញឆាប់ពេលដែលលោកពូគឺបានលឺដូច្នេះគាត់ក៏បានស្ងប់ចិត្តបន្តិចផងដែរពេលហ្នឹងលោកពូបានសួរហាក់ឈុលថាតើហាក់ឈុលគឺបានកំភ្លើងមកពីណាពេលដែលហាក់ឈុលគឺបានលឺលោកពូសួរដូច្នេះគាត់ក៏បានឆ្លើយយ៉ាងខ្លីទៅកាន់លោកពូវិញថាគាត់គឺបានរើសកំភ្លើងនឹងបានតាមផ្លូវវាប្រហែលជាសំណាងរបស់គាត់តែប៉ុណ្ណោះដែលគាត់នឹងគឺបានរើសបានកំភ្លើងនឹងពេលដែលលោកពូគឺបានលឺហាក់ឈុលនិយាយអញ្ចឹងគាត់ក៏មិនបាននិយាយថាអីទៅកាន់ហាក់ឈុលដែរគាត់គឺបានបដូរវិធានបទដោយសួរទៅកាន់ហាក់ឈុលថាតើយប់នឹងពួកគេនឹងគឺចង់គេនៅកន្លែងណាទៅដោយសារឥឡូវហ្នឹងវាគឺចិត្តយប់ហើយតើជាពួកគេចង់ដើរចេញពីកន្លែងហ្នឹងក៏ពិបាកដែរដោយសារតែយប់ជ្រៅវាពិតជាមានzombieច្រើនខ្លាំងមែនតើបើសិនជាពួកឯងទាំងអស់គ្នាគឺមិនប្រកាន់នោះទេខ្ញុំគឺចង់សុំឲ្យពួកឯងទាំងអស់គ្នាហ្នឹងគឺទៅគេងនៅក្នុងផ្ទះរបស់ខ្ញុំមួយយប់បានព្រោះតែផ្ទះរបស់ខ្ញុំហ្នឹងគឺមានអគ្គិសនីមានទឹកសម្រាប់ងូតនិងអាហារផ្សេងពេលដែលយ៉ាងណាហើយនឹងមានជនគឺបានលឺដូច្នេះពួកគេពិតជាសប្បាយចិត្តខ្លាំងមែនតើយើងមើលទៅកាន់ហាក់ឈរវិញទៅហាក់ដូចជាគាត់គឺមិនសប្បាយចិត្តនោះទេឈលគឺបានសួរទៅកាន់លោកពូថាតើលោកពូហ្នឹងប្រកាសអត់ថាកន្លែងហ្នឹងគឺមានអគ្គិសនីពិតជាកិត្តិយសខ្លាំងមែនតើដែលលោកពូនឹងគឺផ្ដល់កន្លែងគេងឲ្យពួកគេទាំងអស់គ្នាពេលនឹងមានជនគឺបាននិយាយទៅកាន់យេណាថាបើសិនជាមានជុលគឺនិយាយថាអូខេហើយនោះប្រហែលជាពួកយើងនឹងគឺអាចទៅកន្លែងហ្នឹងបានហើយតាំងទៅពួកគេទៅ2នាក់ពិតជាសប្បាយចិត្តខ្លាំងមែនតើពេលដែលពួកគេគឺបាននិយាយគ្នាដាច់ស្រេចហើយនោះលោកពូក៏បាននាំពួកគេទាំងអស់គ្នានឹងគឺមកផ្ទះរបស់គាត់ពេលដែលពួកគេទាំងអស់គ្នាគឺបានមកដល់ផ្ទះរបស់លោកពូហើយនោះអាឈុលគាត់ក៏បានមើលទៅកាន់ផ្ទះរបស់លោកពូថាផ្ទះរបស់លោកពូនឹងគឺមានអ្វីខ្លះដោយគាត់មើលបណ្ដានឹងគិតនៅក្នុងចិត្តបណ្ដាថាផ្ទះលោកពូគឺមានរបងខ្ពស់ហើយនឹងបន្លាលួសហើយនឹងថ្មដៃទៀតប្រហែលជាវានឹងគឺមិនមានគ្រោះថ្នាក់អ្វីនោះទេវាពិតជាជំរឿសល្អខ្លាំងមែនទែនដែលគាត់នឹងគឺជ្រើសមកនៅក្នុងយប់ហ្នឹងតែគាត់នៅតែប្រុងប្រយ័ត្នដដែលដោយសារតែគាត់គឺមិនសូវទុកចិត្តទៅកាន់លោកពូនោះទេហាក់ឈុលគាត់ក៏បានរាកាយកំភ្លើងឡើងវិញពេលដែលលោកពូគឺបានឃើញហាក់ឈុលហ្នឹងគឺរាកាយកំភ្លើងដូច្នេះក៏បានសួរហាក់ឈុលថាហេតុអ្វីបានជាហាក់ឈុលហ្នឹងគឺរាកាយកំភ្លើងអញ្ចឹងគាត់ក៏បានឆ្លើយតបទៅកាន់លោកពូវិញថាគាត់គឺមិនសូវទុកចិត្តទៅកាន់មនុស្សណាម្នាក់នោះទេគាត់ពិតជាជួបមនុស្សដែលព្រៃផ្សៃច្រើនខ្លាំងមែនទែនគាត់ហ្នឹងគឺពិតជាសំទោសលោកពូខ្លាំងមែនទែនដែល
ដែលគាត់នឹងគឺមានការប្រុងប្រយ័ត្នច្រើនសារតែគាត់នឹងគឺមិនសូវទុកចិត្តនរណានោះទេពេលដែលលោកពូគឺបានលឺហាក់ឈលនិយាយអញ្ចឹងហើយគាត់ក៏មិនបាននិយាយតវ៉ាអ្វីដែរគាត់គឺឲ្យពួកគេទាំងអស់គ្នានឹងគឺចូលនៅក្នុងផ្ទះរបស់គាត់ទៅតែរឿងក៏បានកាត់ចូលមកដល់សុងវិនវិញម្ដងដោយយើងគឺបានឃើញថាវិនវាក៏បានដើរមកដល់កន្លែងហាក់ឈលហើយនឹងយេណានឹងគឺបានសម្រាកនៅកន្លែងហ្នឹងវាគឺបានចាក់ទ្វារចូលតែម្ដងដោយពេលហ្នឹងគឺវាបាននិយាយថាវាពិតជាចង្រៃខ្លាំងមែនទែនដែលយើងប៊ីតែនឹងស្លាប់នៅកន្លែងការដ្ឋានសំណង់ទៅហើយក្នុងតំបន់នេះវាពិតជាមានមនុស្សអាក្រក់ច្រើនជាងសូប៊ីទៅទៀតប្រហែលអត់អាក្រក់ឯអាគេបាញ់សុងប៊ីនគឺវាបន្តនិយាយទៀតថាតំបន់ដ៏អាក្រក់មួយហ្នឹងគួរតែវាហ្នឹងគឺមានក្របបែកចាប់មនុស្សដែលអាក្រក់ទាំងអស់ហ្នឹងវាពិតជាស្រួលខ្លួនខ្លាំងមែនតើដែលវាហ្នឹងគឺបានចូលមកដល់បន្ទប់មួយហ្នឹងចាតែវាហ្នឹងគឺត្រូវការសម្រាប់ខ្លាំងមែនតើដោយពេលហ្នឹងសុងប៊ីនគឺបានបែរទៅមើលទៅកាន់ឆ្នាខៀនវាពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដោយវាគឺបានដឹងថាកន្លែងហ្នឹងគឺជាកន្លែងស្នាក់នៅរបស់ហាក់ឈលពីមុនវាគឺបានឃើញថាហាក់ឈលគឺមានកម្រងបីទៅជាងហានពិតជាអស់សំណើចខ្លាំងមែនតើដែលពួកវាទាំងអស់គ្នាហ្នឹងឆ្លងកាត់តាមស្ពានទន្លេហានពេលដែលសុងប៊ីនគឺបាននិយាយហើយនោះសាច់រឿងក៏បានកាត់ចូលមកដល់របស់លោកពូជេហ៊ុនវិញម្ដងប៉ុន្តែលោកពូគឺបានដើរមកដល់ផ្ទះនោះគាត់ក៏បានស្រែកហៅទៅកាន់កូនប្រុសរបស់គាត់ព្រោះតែគាត់ឥឡូវហ្នឹងគឺបានត្រឡប់មកដល់ផ្ទះរបស់គាត់វិញហើយពេលដែលលោកពូកំពុងតែហៅកូនប្រុសរបស់គាត់នោះហាក់ឈលក៏បានសួរទៅកាន់មានជនថាឯងហ្នឹងគឺចង់ចូលទៅក្នុងផ្ទះមួយនឹងភ្លាមមែនទេមានជនគិតថាឯងគួរតែមិនបាច់ចូលមុនទេទុកឲ្យយើងហ្នឹងគឺចូលមុនវិញពេលដែលហាក់ឈលគឺបាននិយាយប្រាប់ទៅកាន់មានជនហើយនោះយើងក៏បានឃើញលោកពូជេហ៊ុនហ្នឹងគាត់បានរត់ចូលនៅក្នុងផ្ទះរបស់គាត់ហ្នឹងលឿនខ្លាំងមែនតើពេលដែលហាក់ឈលគឺបានឃើញលោកពូរត់លឿនដូច្នេះគាត់ក៏បានរត់តាមពីក្រោយលោកពូហាក់ឈលគឺបានរត់តាមលោកពូបណ្ដានឹងគិតបណ្ដាថាប្រហែលជាលោកពូជេហ៊ុនហ្នឹងគឺចង់បញ្ឆោតពួកគេឲ្យចូលអន្ទាក់របស់គាត់ហើយតែគាត់ហ្នឹងគឺបានឆ្លងកាត់រឿងហ្នឹងច្រើនណាស់ទៅហើយពេលដែលហាក់ឈលគិតហើយនោះគាត់ក៏បានបែរមើលទៅកាន់លោកពូគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយលោកពូគឺមិនបានដាក់អន្ទាក់អីមកកាន់គាត់នោះទេគ្រាន់តែលោកពូនឹងគឺរត់ចង់អោបទៅកាន់កូនប្រុសរបស់គាត់តែប៉ុណ្ណោះតែហាក់ឈលគឺបានឃើញបែបហ្នឹងគាត់គឺឆ្លើយអ្វីមិនចេញនោះទេគឺគាត់គៀងតែម្ដងដល់ពេលហ្នឹងលោកពូពិតជាសុំទោសប្រពន្ធគាត់ខ្លាំងមែនទែនគាត់គឺមិនបានណែនាំប្រពន្ធគាត់ជាមុនតែគាត់ហ្នឹងគឺសប្បាយចិត្តពេកដែលឃើញកូនប្រុសរបស់គាត់ហើយនឹងប្រពន្ធរបស់គាត់គឺមិនអីពួកគេទាំងអស់ហ្នឹងគឺជាអ្នកដែលបានជួយសង្គ្រោះមកកាន់គាត់ហើយអ្នកដែលបានជួយសង្គ្រោះមកកាន់គាត់ហ្នឹងគឺមានឈ្មោះថាចុងមីនជុនហើយនឹងមិត្តភក្តិផ្សេងរបស់គាត់ទៀតពេលដែលប្រពន្ធរបស់លោកពូជេហ៊ុនគឺបានលើដូច្នេះគាត់ពិតជាអរគុណទៅកាន់ពួកគេទាំងអស់គ្នាខ្លាំងមែនទែនដែលបានជួយសង្គ្រោះមកកាន់ប្តីរបស់គាត់គឺមានឈ្មោះថាមូនជីយុនអាយុ45ឆ្នាំប្រាប់មុខរបររបស់គាត់វិញវាចូលចិត្តលក់តកូនទេអ្នកទាំងអស់គ្នានិយាយលេងយោះឲ្យអ្នកទាំងអស់គ្នាសើចលេងហ្នឹងតែមិញហ្នឹងគាត់បាននិយាយថាគាត់នឹងធ្វើម្ហូបឲ្យកាន់ពួកគេទាំងអស់គ្នាហ្នឹងគឺបានញ៉ាំពួកគេគឺមិនបាច់ធ្វើអ្វីនោះទេគ្រាន់តែងូតទឹកសម្អាតខ្លួនឲ្យស្អាតទៅតែយ៉ាងណាគឺបានលឺថារបស់អ្នកមិញហ្នឹងគឺមានកន្លែងងូតទឹកដូច្នេះនាងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើព្រោះតែនាងហ្នឹងគឺខានងូតទឹកយូរហើយតែពេលហ្នឹងអ្នកមិញគឺបានចាប់ដៃយ៉ាងណាដោយសួរទៅកាន់យ៉ាងណាថាតើយ៉ាងណាហ្នឹងគឺមានអាយុប៉ុន្មានហើយហេតុអ្វីបានជាយ៉ាងណាហ្នឹងគឺស្អាតបែបនេះគាត់គឺមិនដែលឃើញក្មេងស្រីណាស្អាតដូចជាយ៉ាងណានោះទេអ្នកមិញគឺបានបន្តនិយាយទៀតថាហើយយ៉ាងណាអាចនឹងខ្លាចទៅជាតារាល្បីបានដោយសារតែយ៉ាងណាហ្នឹងគឺនាងពិតជាស្រស់ស្អាតខ្លាំងមែនតើពេលដែលយ៉ាងណាគឺបានលឺអ្នកមិញសរសើរអញ្ចឹងទៅនាងពិតជាអៀនខ្លាំងមែនតើយ៉ាងណាគឺបានឆ្លើយតបទៅកាន់អ្នកមិញវិញថាគឺនាងមានអាយុ18ឆ្នាំពេលដែលអ្នកមិញគឺបានលឺថាយ៉ាងណាគឺមានអាយុ18ឆ្នាំនោះមិញគាត់ក៏បានទម្លាក់ទឹកមុខបន្តិចហើយអ្នកមិញគឺបាននិយាយថាកូនស្រីរបស់គាត់គឺមានអាយុសកលឯងប៉ុន្តែឥឡូវហ្នឹងកូនស្រីរបស់គាត់គឺបានបាត់ខ្លួនបាត់ទៅហើយកូនស្រីរបស់គាត់ទើបតែរៀននៅក្នុងមហាវិទ្យាល័យនៅក្នុងឆ្នាំនេះតែប៉ុណ្ណោះតែបែរជាកូនស្រីរបស់គាត់គឺត្រូវបាត់ខ្លួនពី3ថ្ងៃមុនទៅវិញពេលដែលយ៉ាងណាគឺបានឃើញអ្នកមិញគឺនិយាយតែទឹកមុខស្ងប់ស្ងាត់នោះក៏បាននិយាយលើកទឹកចិត្តទៅកាន់អ្នកមិញវិញថានាងនឹងសង្ឃឹមថាកូនស្រីរបស់អ្នកមិញគឺនៅរស់ទៅចុះពេលដែលអ្នកមិញគឺបានលឺយ៉ាងណានិយាយលើកទឹកចិត្តគាត់ដូច្នេះក៏បានអរគុណទៅកាន់យ៉ាងណាដោយគាត់នឹងគឺបាននិយាយថាមិនគួរនិយាយរឿងក្នុងគ្រួសារប្រាប់ទៅកាន់ពួកគេតតែសោះដោយសារតែនោះគឺជារឿងគ្រួសាររបស់គាត់ណាមួយពួកគេគ្រាន់តែជាអ្នកស្នាក់នៅនឹងញ៉ាំអាហារក្នុងផ្ទះរបស់គាត់បណ្ដោះអាសន្នពេលដែលយ៉ាងណាហើយនឹងអ្នកមិញកំពុងតែនិយាយគ្នានោះមានជនគាត់ក៏បានបែកឃើញទៅកាន់កូនប្រុសរបស់មិញហើយយើងមើលទៅកាន់កូនប្រុសរបស់អ្នកមិញទៅមុខដូចជាមានជនខ្លាំងមែនតើកូនប្រុសរបស់អ្នកមិញគឺបានអើតមើលទៅកាន់ពួកគេទាំងអស់គ្នាពេលដែលវាគឺបានឃើញមានជនគឺបែរមើលទៅកាន់វានោះវាក៏បានចេញពីកន្លែងហ្នឹងយ៉ាងលឿនពេលដែលកូនប្រុសរបស់អ្នកមិញក៏បានដើរចេញហើយនោះមានជនគាត់ក៏បានដើរទៅសួរហាក់ឈលថាតើជើងរបស់ហាក់ឈលហ្នឹងគឺមិនអីទេអីហាក់ឈលគឺបានតបទៅកាន់មានជនវិញថាវាពិតជាឈឺចាប់ខ្លាំងមែនតើហើយឥឡូវហ្នឹងជើងរបស់គាត់កំពុងតែហើមទៀតតែវាពិតជាល្អខ្លាំងមែនទែនដែលពួកយើងទាំងអស់គ្នាគឺបានសម្រាកនៅកន្លែងហ្នឹងយ៉ាងណាក៏ដោយពួកយើងត្រូវតែពិនិត្យមើលនៅក្នុងផ្ទះមួយហ្នឹងដោយសារតែខ្ញុំគឺមិនប្រកាសទេថាផ្ទះមួយហ្នឹងគឺមានសុវត្ថិភាព 100% នោះពេលដែលមានជនគឺបានលឺហាក់ឈលគឺប្រុងប្រយ័ត្នបែបនេះក៏បានឆ្លើយតបទៅកាន់ហាក់ឈលវិញថាឈលឯងគួរតែបន្ថយការប្រុងប្រយ័ត្នបន្តិចទៅដោយសារតែវាមិនមានគ្រោះថ្នាក់អ្វីនោះទេគួរតែមិនបាច់ប្រុងប្រយ័ត្នអំពីរឿងមួយហ្នឹងច្រើននោះទេសាច់រឿងក៏បានកាត់ចូលមកដល់កន្លែងយេនណាងូចទឹកវិញម្ដង
ពេលនឹងយាយណាគឺនាងងួយទឹកបណ្ដានឹងគិតបណ្ដាថានាងគឺមិនដឹកស្មានសោះថានាងគឺអាចងួយទឹកម្ដងទៀតបានព្រោះតែការគិតរបស់នាងគឺនាងគិតថានាងប្រហែលជាមិនអាចរស់នៅក្នុងពិភពលោកមួយនឹងបន្តទៀតនោះទេហើយវាពិតជាសំណាងល្អខ្លាំងមែនតើនាងគឺបានជួបជាមួយនឹងមីនជុនហើយនឹងហាក់ឈុលតែពេលហ្នឹងយាយណាគឺបានគិតថាហេតុអ្វីបានជាមីនជុនហ្នឹងគឺបែរជាធ្វើពុតជាលយនៅក្នុងមុខរបស់នាងព្រោះតែហ្នឹងគឺមិនមែនជាចរិតរបស់មីនជុននោះទេជុនគាត់គ្រាន់តែជាមនុស្សដែលទន់ខ្សោយតែប៉ុណ្ណោះហើយឥឡូវបែរជាមីនជុនហ្នឹងគឺបានជួយមកកាន់នាងទៅវិញហើយរឿងរបស់យើងក៏បានកាត់ចូលមកដល់កន្លែងញ៉ាំអាហារមីនជុនគឺគាត់បានគិតថាវាពិតជាអស្ចារ្យខ្លាំងមែនទែនតែគាត់គឺបានញ៉ាំអាហារជុំគ្នាម្ដងទៀតហើយរឿងរបស់យើងក៏បញ្ចប់ត្រឹមហ្នឹងដែរហើយនិយាយចឹងអ្នកនរគ្នាកុំភ្លេច join ក្រុមខ្ញុំម្នាក់មួយផងហើយសម្រាប់លេងវិញគឺខ្ញុំដាក់នៅក្នុង comment បាយបាយអ្នកនរគ្នាពីខ្ញុំមីស្គីស្លាញ់អ្នកនរគ្នា